ញ៉ាំក្រសាំងទៀបប្រៀបដូចញ៉ាំបន្លែទឹកព្រោះវាជួយទប់ស្កាត់ជំងឺមហារីកលើសឈាមកែរោគទឹកនោមផ្អែមបំបត្តិជំងឺភ្នែកដុះកន្ទុយថ្លែនមហារីកដោះជំនួយបេះដូងបំបត្តិជ្រុះសក់ស្លឹករបស់វាយន្តអាចយកមួយក្តាប់ដៃមកបុកពូតយកទឹកពិសាបំបត្តិឈឺក្បាលបំបត្តិជំងឺភ្នែកដុះកន្ទុយថ្លែនមានផ្ទុកសារធាតុប្រឆាំងរ៉ាទីកលសេរីទប់ស្កាត់ជំងឺមហារីកកែពិសបូកាត់មុនដោយទប់ស្កាត់ពពួកបាក់តេរីជាបារើមដោយបុកស្លឹកជាមួយនឹងល្មៀតនិងម្សៅអង្ករយកទឹកបិទទុកចោលមួយយប់បន្ថយកម្ដៅកែរលក់បំបត្តិចុកពោះមហារីកសុដានទឹកនំផ្អែមជួយទប់ស្កាត់ការឈឺចាប់និងការរលាកដែលវាត្រូវបានគេប្រើដើម្បីព្យាបាលគ្រុនក្តៅក្អកផ្ដាសាយឈឺក្បាលនិងជំងឺរលាកសន្លាក់ជួយកាត់បន្ថយអាស៊ីតអេរិកនៅក្នុងឈាមជួយបញ្ចុះជាតិខ្លាញ់ក្នុងឈាមខូលេស្តេរ៉ុលសម្រួលដំណើរនៃឈាមរត់និងបន្ថយនៃការកកខ្លាញ់ក្នុងសរសៃឈាមស្លឹកក្រសាំងទៀបមិនត្រឹមរក្សាមុនទេថែមទាំងជួយបំប៉នស្បែកឲ្យភ្លឺរលោងច្រើនយកស្លឹកដាំទឹកយកមកលាងមុខច្របាច់ស្លឹកយកមកកក់សក់បំបត្តិជ្រុះនិងធ្វើឲ្យសក់ភ្លឺទន់រលោងការប្រើប្រាស់ដោយយើងយកវាមកធ្វើជាបន្លែញ៉ាំឲ្យបានញឹកញាប់តែកុំចម្អិនឲ្យវាឆ្អិនខ្លាំងពេកដើមក្រសាំងទៀបមានគុណសម្បត្តិដល់ការថែរក្សាសុខភាពនិងជំងឺ